ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបធ្វើទឹកយ៉ាហនអញ្ចឹងណាបងប្អូនអញ្ចឹងគឺដំបូងឡើយនាងខ្ញុំធ្វើការបំពងត្រាវក៏ដូចជាបំពងតៅហ៊ូអញ្ចឹងណាដើម្បីដាក់លាយជាមួយពេលដែលយើងចាប់ផ្ដើមញ៉ាំមកបងប្អូនហើយសាច់របស់យើងមានដូចផ្កាសាច់គោបើបងប្អូនមានប្រហិតមានមឹកអីបន្ថែមក៏បានដែរខ្ញុំដាក់តែផ្កាមឹកហើយនិងសាច់គោតែ3មុខឯងអញ្ចឹងណាបងប្អូនហើយបងប្អូនចូលចិត្តសាច់អីដាក់សាច់ហ្នឹងទៅហើយការបំពងរបស់ខ្ញុំក៏ហើយដែរហើយបន្លែយើងមានតកួនមានស្ពៃតូចហើយនឹងខ្ញុំចូលចិត្តញ៉ាំពពុះស្ដាយក៏ដាក់ពពុះស្ដាយទៅហើយស្ដាយបដោះស្ដាយអីចឹងណាហើយបន្លែក៏អត់រើសទេយើងចូលចិត្តអីយើងញ៉ាំនឹងទៅមានផ្សិតមានអីចឹងណាហើយនេះក៏ជាទឹកតៅហ៊ូសម្រាប់ការធ្វើទឹកយ៉ាហ៊ូតៅហ៊ូហ្នឹងគឺងាយស្រួលទេបងប្អូនគ្រាន់តែមានតៅហ៊ូមកហើយយកវាមកក្លុកមកហើយដាក់ស្ករសហើយក្រូចឆ្មាអីចាំមកដាក់តាមក្រូចក៏បានដែរហើយសម្រាប់ខ្ទឹមចិញ្ច្រាំហើយនឹងម្ទេសចាំពេលដែលយើងញ៉ាំដាក់ក៏បានដែរអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវនេះមកមើលពីរបៀបធ្វើនៅទឹកយ៉ាហនរបស់យើងអញ្ចឹងទីដំបូងឡើយគឺខ្ញុំមកលីងគ្រឿងអញ្ចឹងណាយើងចាក់ប្រេងឆាហើយខ្ទឹមសខ្ទឹមក្រហមដែលយើងបានច្រាមហ្នឹងយើងដាក់ចូលមកអញ្ចឹងបងប្អូនហើយគ្រឿងសម្រាប់បន្ថែមក្លិនឈ្ងុយមានរំដេងស្គាល់សក្តិក៏ដូចជាស្លឹកក្រូចយើងលេងចូលគ្នាហើយដើម្បីឲ្យមានពណ៌ស្អាតខ្ញុំបន្ថែមម្ទេសផ្លោងច្រាមហើយក៏ដូចជាកាពិបន្តិចផងដែរអញ្ចឹងហើយយើងព្យាយាមឆាវាឲ្យចូលគ្នាម៉ត់ល្អអញ្ចឹងណាបន្តមកទៀតយើងបន្ថែមមកជាមួយនឹងទឹកត្រីហើយទឹកខ្ទិះដើមមួយចំនួនផងដែរអញ្ចឹងណាបងប្អូនហើយទឹកខ្ទិះដើមខ្ញុំបកកខ្ញុំដាក់ក្នុងទូទឹកកកទៅវារៀងកកដែរអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងយើងឆាជាមួយនឹងគ្រឿងរបស់យើងទៅហើយយើងដាក់ជាមួយនឹងស្ករត្នោតក៏ដូចជាសាតេកញ្ចប់នេះបងប្អូនអាចប្រើសាតេកញ្ចប់ហ្នឹងតែតាមបរិមាណនៃទឹករបស់យើងដែលយើងប្រើអញ្ចឹងណាបងប្អូនហើយសម្រាប់ខ្ញុំនេះគឺខ្ញុំអត់ប្រើទឹកជាទេគឺខ្ញុំប្រើជាមួយនឹងទឹកដូងអញ្ចឹងណាបងប្អូនហើយយើងកុំភ្លេចបន្ថែមជាមួយនឹងម្សៅស៊ុបបន្តិចផងហើយខ្ញុំក៏មានរបៀបទឹកស៊ុបដែលខ្ញុំធ្វើទឹកស៊ុបថ្លាតែពេលហ្នឹងអត់បានថតអញ្ចឹងពេលដែលយើងលាយគ្រឿងសពអស់ហើយខ្ញុំក៏ដាក់ទឹកខ្ទិះចុងមួយថង់ទៀតអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់យ៉ាហនរបស់យើងតែប៉ុណ្្នឹងគឺរួចរាល់ហើយអញ្ចឹងយើងទុកវាឲ្យពុះអញ្ចឹងណាបងប្អូនអាចភ្លក់មើលថារសជាតិប៉ុណ្្នឹងយើងចូលចិត្តនៅអញ្ចឹងណាហ្នឹងហើយសម្រាប់ខ្ញុំគឺរសជាតិប៉ុណ្្នឹងអូខេអញ្ចឹងគឺខ្ញុំរៀបដាក់ប្រអប់ដោយសារខ្ញុំត្រូវយកទៅញ៉ាំនៅផ្ទះបងប្អូននៅស្រុក